ជំរាបសួរបងប្អូនទាំងអស់គ្នាហើយនៅក្នុងក្រុមដោយសារខ្ញុំធ្វើវីដេអូនេះគឺដោយសារយើងអត់មានពេលនៅក្នុងការជួបគ្នាហើយខ្ញុំគិតថាពីមុននឹងយើងជួបគ្នាគឺយើងនឹងរំលឹកខ្លះៗអំពីគោលបំណងនៃអង្គការបឋមសិក្សាពិសេសគឺថ្នាក់កុមារដែលយើងនឹងជួយកុមាររបស់យើងឃើញថាកុមារនៅ stage ខាងត្បូងគឺពួកគាត់ឆ្លាតខ្លាំងមែនទែនហើយព្រះអង្គម្ចាស់ស្រឡាញ់ពួកគាត់ហើយចង់ជួយប្រទានពរទៅដល់ក្រុមគ្រួសារគាត់និងកុមារផ្ទាល់អញ្ចឹងហើយខ្ញុំជឿជាក់ថាលោកគ្រូអ្នកគ្រូបានចំណាយពេលនិងគណៈប្រធានបានចំណាយពេលខ្វល់ខ្វាយពីកុមារខ្លាំងមែនទែនគោលបំណងមួយរបស់អង្គការបឋមសិក្សាឬក៏ថ្នាក់កុមារគឺជួយកុមារផ្ដោតទៅលើគេហដ្ឋាននិងជួយគ្រប់គ្រងទៅដល់សាសនាចារ្យហើយកុមារក៏ត្រូវបានបង្រៀនពីអាយុ18ខែរហូតដល់អាយុ11ឆ្នាំហើយនៅគេហដ្ឋានឪពុកម្ដាយគាត់ដែលជាសមាជិកគឺគាត់នឹងបង្រៀនកូនចៅរបស់គាត់អំពីដំណឹងល្អប៉ុន្តែនៅពេលដែលគាត់ទៅកាន់ព្រះវិហារគឺគ្រូនៅក្នុងថ្នាក់កុមារនឹងបន្ថែមទៀតអំពីគោលលទ្ធិក៏ដូចជាមេរៀនបន្ថែមពីឪពុកម្ដាយរបស់គាត់និងសកម្មភាពពាក់ព័ន្ធជាមួយនឹងតន្ត្រីនិងសកម្មភាពនៅក្នុងថ្នាក់ផ្សេងៗដែលគាត់នឹងជួបជាមួយនឹងកុមារផ្សេងៗហើយបន្ទាប់នេះគឺជាគេហៅថាការលើកទឹកចិត្តមួយរវាងថាក្នុងនាមយើងគឺជាគ្រូម្នាក់របស់កុមារតើយើងចាត់ទុកកុមារគឺជាអ្វីសម្រាប់យើងត្រូវបានហៅជាគ្រូកុមារសម្រាប់ខ្ញុំសម្រាប់បងប្អូនទាំងអស់គ្នាគឺជាអឺឧបករណ៍មួយរបស់ព្រះអង្គម្ចាស់ដែលត្រូវបានហៅដើម្បីបង្រៀនទៅដល់បុត្រាបុត្រីរបស់ព្រះហើយជួយពួកគេដើម្បីឲ្យពួកគេមានបទពិសោធន៍ល្អៗនៅពេលដែលពួកគាត់នៅជាកុមារសម្រាប់ខ្ញុំនៅពេលដែលខ្ញុំនៅតែនឹមខ្លាចជាសមាជិកគឺខ្ញុំនៅក្នុងថ្នាក់កុមារហើយខ្ញុំបានរៀនច្រើនមែនទែនពីថ្នាក់កុមារបទចម្រៀងផ្សេងៗពីនៅក្នុងថ្នាក់កុមារបានជួយខ្ញុំមកដល់ទោះបីជាឥឡូវនេះខ្ញុំជាម្ដាយគេក៏ដោយប៉ុន្តែបទពិសោធន៍នៅក្នុងថ្នាក់កុមារបានជួយខ្ញុំច្រើនហើយស្លាយបន្ទាប់នេះគឺជាការបំផុសគំនិតខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអានអំពីគិរវភាពក៏ដូចជាការលើកទឹកចិត្តទៅកាន់បងប្អូននៅក្នុងការហៅបម្រើជាគ្រូនិងអ្នកជំនួយនៅក្នុងថ្នាក់កុមារដើម្បីជួយឲ្យកុមារគាត់ដកបទពិសោធន៍នៃព្រះវិញ្ញាណបរិសុទ្ធនិងដឹកនាំពួកគាត់ដើម្បីឲ្យរៀបចំមេរៀននិងស្ដាប់តាមការបំផុសគំនិតរវាងព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយឲ្យថ្នាក់កុមារនិងជួយឲ្យកុមាររបស់យើងគាត់មានសក្ខីភាពហើយគាត់អាចចាប់ផ្ដើមចែករំលែកបទពិសោធន៍ក៏ដូចជាចែករំលែកសក្ខីភាពរបស់គាត់ទៅកាន់ក្រុមគ្រួសាររបស់គាត់និងបង្ហាញសេចក្តីជំនឿនិងគំរូរបស់គាត់ទៅកាន់មនុស្សដទៃទៀតដែលនៅជុំវិញគាត់បងប្អូនប្រុសស្រីពួកយើងត្រូវបានហៅដោយស្ម័គ្រចិត្តដើម្បីធ្វើកិច្ចការងារនៅក្នុងថ្នាក់កុមារដោយក្តីស្រឡាញ់ហើយខ្ញុំដឹងថាព្រះអង្គសង្គ្រោះបានបង្រៀនថាអ្នកណាដែលមិនទទួលនគរព្រះដូចជាកូនតូចៗនោះមិនបានចូលនៅក្នុងនគររបស់ទ្រង់ឡើយអញ្ចឹងកុមារគឺសំខាន់ខ្លាំងមែនទែនដើម្បីជួយស្ដារក៏ដូចជាបន្តវេនសាសនាចក្រដើម្បីឲ្យបន្តរីកចម្រើនដូច្នេះនៅក្នុងនាមជាគ្រូឬក៏នៅក្នុងនាមជាគណៈប្រធានខ្ញុំជឿជាក់ថាទាំងខ្ញុំទាំងបងប្អូនគឺយើងខ្វះនៅធនធានផ្សេងៗដើម្បីយល់ថាតើយើងត្រូវធ្វើម៉េចដើម្បីជួយឲ្យកុមាររបស់យើងនឹងគាត់បានយល់នៅមេរៀនបន្ថែមទៀតក៏បើជាបានយល់អំពីអ្វីដែលសាសនាចារ្យនឹងបង្រៀនក៏ដូចជាមាននៅធនធានជាច្រើនសម្រាប់គ្រូអញ្ចឹងបងប្អូនប្រុសស្រីខ្ញុំចង់ឲ្យបងប្អូនប្រុសស្រីដែលមានឧបករណ៍ឬក៏ទូរស័ព្ទដៃបងប្អូនប្រុសស្រីអាចទូរស័ព្ទដៃហ្នឹងបងប្អូនប្រុសស្រីអាចចូលទៅក្នុងគេហទំព័ររបស់សាសនាចារ្យដែលជាភាសាអង់គ្លេសគេហៅថា churchofjesuschrist.org ហើយអ្នកទាំងអស់គ្នាអាចប្រើជាភាសាខ្មែរបាននៅក្នុងនឹងបើសិនជាបងប្អូនចេះភាសាអង់គ្លេសបងប្អូននៅតែបន្តអាចប្រើប្រាស់ជាភាសាអង់គ្លេសតែបើសិនជាអត់ចេះទេបងប្អូនអាចដូរមកជាភាសាខ្មែរហើយបងប្អូនអាចនឹងរៀនអញ្ចឹងបងប្អូនសូមចូលទៅក្នុង Gospel Media Library ដែលជាគេហទំព័របណ្ណាល័យហើយ select យកពាក្យថាកុមារអញ្ចឹងបងប្អូននឹងឃើញនៅសភៅកុមារជាច្រើនហើយនៅក្នុងឆ្នាំនេះបងប្អូនខ្ញុំចង់រំអិតអញ្ចេះបងប្អូនសម្រាប់គ្រូដែលបង្រៀននៅក្នុងថ្នាក់បឋមសិក្សាមានន័យថាកុមារដែលមានអាយុពី3ឆ្នាំទៅ11ឆ្នាំគឺយើងនឹងបង្រៀនគាត់ចេញពីសភៅចូលមកតាមខ្ញុំនៅក្នុងសភៅចូលមកតាមខ្ញុំរបស់ក្រុមគ្រួសារនៅក្នុងហ្នឹងបងប្អូនអាចអានទាំងអស់មកប៉ុន្តែវាមាននៅក្នុងឃ្លាមួយបានដាក់និយាយថាការបង្រៀនទៅដល់កុមារនិង
ការចែកចាយសម្រាប់កុមារនិងជួយឲ្យកូនៗអញ្ចឹងកន្លែងហ្នឹងឯងដែលគ្រូគាត់នឹងបង្រៀនកុមារដករកចំណុចខ្លីនៅកន្លែងដែលនៅក្នុងសៀវភៅចូលមកតាមខ្ញុំហ្នឹងដើម្បីបង្រៀនគាត់ប៉ុន្តែបងប្អូនមានកុមារទូចៗដូចជាកុមារដែលគាត់ទើបតែអាយុ18ខែចុះក្រោមណាបងប្អូនគឺយើងនឹងបង្រៀនគាត់តាមសៀវភៅរូបភាពដែលយើងហៅថាមើលណកូនតូចៗរបស់អ្នករាល់គ្នាសៀវភៅហ្នឹងគឺបែបនេះអ្នកទាំងអស់គ្នាហើយសៀវភៅហ្នឹងគឺជាមានជារូបភាពសុទ្ធហើយសៀវភៅហ្នឹងបងម៉ាក់អាចទិញបាននៅក្នុង Service Center ឬក៏អាចសុំស្នើ Bishop ដើម្បីកម្មង់សម្រាប់បងប្អូនប្រុសស្រីនៅក្នុងការបង្រៀនគាត់បើសិនជាបងប្អូនប្រុសស្រីចង់បង្រៀនកូនតូចៗដោយសារសៀវភៅទាំងអស់នេះគឺសុទ្ធតែជារូបភាពដែលនិយាយតាក់ទងជាមួយនឹងព្រះអង្គសង្គ្រោះហើយបង្រៀនគាត់ដើម្បីឲ្យស្គាល់ពីមូលដ្ឋានគ្រឹះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទហើយមួយទៀតបងប្អូននៅក្នុងថ្នាក់កុមារគ្រូថ្នាក់កុមារគាត់ក៏មានផងដែរគឺអឺពេលវេលាចម្រៀងហើយចម្រៀងទាំងអស់នោះគឺសម្រាប់កុមារនៅក្នុងសាសនាចាស់អញ្ចឹងលើកទឹកចិត្តឲ្យគ្រូគាត់មានសភៅកុមារនេះដើម្បីជួយឲ្យកុមារគាត់រៀនច្រៀងហើយបងប្អូនអាច copy បទចម្រៀងណាដែលមាននៅក្នុង list តាមខែនីមួយៗហើយរៀនក៏ដូចជាបង្រៀនកុមារដើម្បីឲ្យច្រៀងទាំងអស់គ្នាណាបងប្អូនតាមរយៈចម្រៀងកុមារគាត់នឹងមានអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធហើយគាត់នឹងចងចាំបទចម្រៀងទាំងអស់នោះដើម្បីអនុវត្តទៅតាមបទចម្រៀងទាំងអស់នោះមួយទៀតបងប្អូនប្រុសស្រីនៅក្នុងធនធានផ្សេងៗក៏ដូចជាសភៅរូបភាពនៃដំណឹងល្អបងប្អូនប្រុសស្រីពេលខ្លះរឿងនៅក្នុងសភៅគឺយើងពិបាកនៅក្នុងការយល់ប៉ុន្តែតាមរយៈរូបភាពយើងអាចបើកបង្ហាញទៅកាន់កុមារដើម្បីឲ្យគាត់ងាយស្រួលនៅក្នុងការយល់ថានៅក្នុងនឹងគឺមានរូបភាពបែបម៉េចអញ្ចឹងនៅក្នុងធនធានផ្សេងៗសភៅរូបភាពនៃដំណឹងល្អហ្នឹងគឺមានច្រើនមាននៅក្នុងគម្ពីរសញ្ញាចាស់មានគម្ពីរសញ្ញាថ្មីមាននៅក្នុងគោលលទ្ធិនិងសេចក្តីសញ្ញាព្រះគម្ពីរម៉ូម៉ូននិងមុខតាដ៏មានតម្លៃដែលចងក្រងជារូបភាពទាំងអស់អញ្ចឹងបងប្អូនអាចស្នើ Bishop ដើម្បីគាត់អាចជាវនៅធនធានបន្ថែមក៏ជាសភៅទាំងអស់នេះដើម្បីជួយបងប្អូននៅក្នុងការស្វែងរកធនធានបន្ថែមដើម្បីបង្ហាញទៅកាន់កុមារនៅក្នុងថ្នាក់បងប្អូនដើម្បីឲ្យគាត់យល់ហើយគាត់បានដឹងអញ្ចឹងមួយទៀតបងប្អូននៅក្នុងឆ្នាំនេះគឺយើងរៀនអំពីសភៅគោលលទ្ធិនិងសេចក្តីសញ្ញាហើយនៅក្នុងគោលលទ្ធិសេចក្តីសញ្ញាគឺមាន2ក្បាលបងប្អូនអញ្ចឹងបងប្អូនអាចនៅក្នុងនេះគឺជាសភៅរូបភាពនិងដំណើររឿងខ្លីៗដែលបងប្អូនអាចប្រើប្រាស់រឿងក៏ដូចជារូបភាពទាំងអស់នោះនៅក្នុងការចែករំលែកទៅកាន់កុមាររបស់បងប្អូនដើម្បីឲ្យគាត់យល់កាន់តែច្បាស់អំពីដំណើរសាច់រឿងនៅក្នុងប្រវត្តិរបស់ Joseph Smith ក៏ដូចជាគោលលទ្ធិនិងសេចក្តីសញ្ញាអំពីប្រវត្តិនៅក្នុងសាសនាចាក់ផ្សេងៗដែលនឹងជួយឲ្យកុមារគាត់កាន់តែមើលឃើញដោយសារកុមារនៅពេលដែលយើងនិយាយទៅកាន់គាត់អាចបានថាគាត់ចេះ50%ប៉ុន្តែនៅពេលដែលគាត់មើលឃើញរូបភាពគឺជួយឲ្យការគិតរបស់កុមារមានការរីកចម្រើននេះជាហេតុដែលការបង្រៀនកុមារគឺចាំបាច់ឲ្យមានរូបភាពហើយផងដែរនៅក្នុងសកម្មភាពរបស់កុមារក៏យើងត្រូវការសភៅផាត់ពណ៌ដែលសភៅផាត់ពណ៌នៅក្នុងឆ្នាំនេះគឺយើងប្រើប្រាស់សភៅផាត់ពណ៌នៅក្នុងគោលលទ្ធិនិងសេចក្តីសញ្ញាអញ្ចឹងបងប្អូនអាចជាវសភៅគោលលទ្ធិនិងសេចក្តីសញ្ញាជាការផាត់ពណ៌នេះទៅហើយបងប្អូនអាច print នៅក្នុងបន្ទប់ស្មៀនឬក៏បន្ទប់ស្មៀនដើម្បីឲ្យគាត់ print តាមគេហៅថាចំណងជើងក៏ដូចជាគោលបំណងដែលបងប្អូនចង់ឲ្យគាត់ផាត់ពណ៌នៅក្នុងទំព័រណាមួយអញ្ចឹងណាបងប្អូនអានេះគឺជាសភៅទាំងអស់បកទៅក្រោយវិញនេះគឺជាសភៅទាំងអស់ដែលបងប្អូនគួរតែមាននៅក្នុងការបង្រៀនថ្នាក់កុមារហើយជួយកុមារបងប្អូនដើម្បីឲ្យគាត់អាចយល់ដឹងបន្ថែមទៀតហើយជួយយើងផងដែរដើម្បីយល់បន្ថែមទៀតអំពីថ្នាក់កុមារក៏ដូចជាមេរៀនដែលកុមារនឹងរៀនបងប្អូនប្រុសស្រីខ្ញុំជឿថាកន្លែងនេះគឺជាអ្វីមួយដែលជួយឲ្យកុមារបងប្អូនប្រុសស្រីស្រឡាញ់ហើយពួកគាត់នៅតែបន្តចូលចិត្តឬក៏ខ្ញុំគិតថាវាជាជំនួយមួយងាយស្រួលវាជាឧបករណ៍មួយដែលជួយឲ្យគ្រូថ្នាក់កុមារគាត់អាចដឹកនាំថ្នាក់កុមាររបស់គាត់ឲ្យបានជោគជ័យអ្វីមួយដែលសំខាន់ណាបងប្អូនគឺគ្រូនីមួយៗគឺត្រូវការខ្មៅដៃពណ៌គាត់ត្រូវការ color គាត់ត្រូវការប៊ិចគាត់ត្រូវការសម្ភារៈសម្រាប់ថ្នាក់រៀនហើយសម្ភារៈទាំងអស់ហ្នឹងខ្ញុំជឿថាបងប្អូនអាចស្នើទៅកាន់ Bishop ដើម្បីគាត់អាចស្វែងរកធនធានឬក៏មូលនិធិឬក៏គេហៅថា budget នៅក្នុងការទិញសម្រាប់ពួកគាត់ហើយមួយទៀតគឺមានកុមារជាច្រើនដែលគាត់មកក្នុងហើយយើងលើកទឹកចិត្តគាត់នៅក្នុងការ
គេហៅថាចេះអានេះគឺជាការលើកទឹកចិត្តទេបងប្អូនគឺមានន័យថាយើងមានជាអាហារសម្រន់ជាទឹកដោះគោឬក៏ជានំតិចតួចសម្រាប់កុមារដោយសារយើងដឹងហើយថាកុមារនៅពេលដែលយើងមានអ្នកទាំងអស់ហ្នឹងសម្រាប់គាត់ណាគឺធ្វើឲ្យគាត់ចង់ចូលរួមជាមួយយើងហើយវាមានភាពងាយស្រួលនៅក្នុងការគ្រប់គ្រងថ្នាក់ដោយសារអីកុមារគឺគាត់នឹងនឹងធ្វើល្អកាន់តែប្រសើរហើយគាត់នឹងបន្តមកថ្នាក់កុមារយើងទៀតគាត់នឹងស្រឡាញ់ថ្នាក់កុមារយើងហើយបងប្អូនប្រុសស្រីប្រដាប់លេងក្មេងទូចៗដោយសារយើងមានបើសិនជាវូតហ្នឹងមានកូនសិស្សច្រើនមានន័យថាមានកូនសិស្សអាយុក្រោម3ឆ្នាំច្រើនហើយកូនសិស្សពី3ឆ្នាំឡើងលើរហូតដល់11ឆ្នាំគឺយើងត្រូវ8ថ្នាក់ជា2ហើយកុំឲ្យអូនទូចៗហ្នឹងគាត់អឺរំខានទៅកាន់កូនសិស្សផ្សេងទៀតចឹងណាបងប្អូនប៉ុន្តែពីមុននឹងយើង8ថ្នាក់ហ្នឹងគឺយើងច្រៀងជាមួយគ្នាសិនហើយមិនយើង8ថ្នាក់ប៉ុន្តែនៅក្នុងវូតខ្លះគឺអ្នកគ្រូគាត់អាចគ្រប់គ្រងថ្នាក់បានចឹងណាបងប្អូនចឹងបងប្អូនអាចដាក់ពួកគាត់ហ្នឹងនៅក្នុងថ្នាក់តែមួយក៏បានដែរប៉ុន្តែសូមឲ្យកុមារទូចៗ3ឆ្នាំហ្នឹងគាត់លេងម្ខាងកុំឲ្យរំខានទៅកាន់អូនធំដែលគាត់នឹងរៀនហើយម្ដងម្កាលពួកយើងនឹងប្រើប្រាស់ពេលវេលាប្រហែលជា10នាទីចុងម៉ោងឬក៏អីដើម្បីលើកទឹកចិត្តកុមារឲ្យគាត់លេងមានថាឧបករណ៍ដែលលេងឬក៏ល្បែងដែលគាត់លេងឬក៏យើងដឹកនាំគាត់លេងនៅក្នុងថ្នាក់ឬក៏ច្រៀងនៅក្នុងថ្នាក់ហ្នឹងវាជាចុងម៉ោងគេហៅចុងម៉ោងបងប្អូនដើម្បីរងចាំឪពុកម្ដាយគាត់មកយកគាត់បងប្អូនប្រុសស្រីតាមរយៈបទពិសោធន៍របស់ខ្ញុំដែលខ្ញុំចូលរួមនៅក្នុងថ្នាក់កុមារខ្ញុំមើលឃើញថាខ្ញុំលើកទឹកចិត្តឲ្យថ្នាក់កុមារបញ្ចប់ក្រោយថ្នាក់ស្ត្រីហើយនៅថ្នាក់បុព្វជិតភាពដោយសារឪពុកម្ដាយគាត់នឹងមកយកកូនគាត់អញ្ចឹងប្រកាសថាកុមារត្រូវបានមានថាត្រូវបានឲ្យទៅកាន់ម្ដាយនិងឪពុករបស់គាត់ពីមុននឹងថ្នាក់យើងបានបញ្ចប់អញ្ចឹងខ្ញុំលើកទឹកចិត្តថាស្នើថាសូមឲ្យកុមារបញ្ចប់ក្រោយថ្នាក់បុព្វជិតភាពហើយនឹងថ្នាក់ស្ត្រីទៅដើម្បីឲ្យពុកម្ដាយគាត់មកយកកូនគាត់ហើយយើងមានឱកាសយើងអាចមើលឃើញថាកូនគាត់ពិតជាបានទៅកាន់ម្ដាយនិងឪពុករបស់គាត់មែនបទពិសោធន៍មួយទៀតបងប្អូនបទពិសោធន៍មួយទៀតណានៅពេលដែលកុមារគាត់ចូលទៅក្នុងថ្នាក់គាត់តែងតែសុំទៅបន្ទប់ទឹកហើយនឹងគាត់ទៅញ៉ាំទឹកអញ្ចឹងបងប្អូនប្រុសស្រីកន្លែងនេះគឺសំខាន់ណាស់ណាបងប្អូនព្រោះអីយើងការពារសុវត្ថិភាពរបស់កុមារបងប្អូនអាចជម្រាបទៅកាន់ឪពុកម្ដាយពីមុននឹងកុមារគាត់ចូលទៅថ្នាក់កុមារសូមឲ្យឪពុកម្ដាយគាត់យកកុមារទៅបន្ទប់ទឹកឲ្យហើយដោយសារហេតុអីហេដោយសារយើងចង់ការពារសុវត្ថិភាពខ្លួនយើងដែរក្នុងនាមយើងជាគ្រូយើងអាចជួយកូនគាត់ទៅបន្ទប់ទឹកបានទេអញ្ចឹងបងប្អូនដើម្បីរក្សាគេហៅថាការពារខ្លួនយើងអញ្ចឹងសូមឲ្យស្នើឲ្យឪពុកម្ដាយពេលដែលចប់ម៉ោងសាកល្បងស្នើឲ្យឪពុកម្ដាយយកកូនគាត់ទៅបន្ទប់ទឹកឲ្យហើយចាំយកមកថ្នាក់កុមារហើយមួយទៀតស្នើឲ្យឪពុកម្ដាយគាត់អាចមានទឹកដបទឹករបស់គាត់ក៏ដូចជាអាហារសម្រន់បើសិនជាគាត់មានណាដើម្បីជួយឲ្យកុមារគាត់អាចប្រើប្រាស់ទាំងអស់ហ្នឹងដូចជាថ្នាក់រៀនអញ្ចឹងបងប្អូនអញ្ចឹងហើយនេះគឺជាធនធានបន្ថែមទៀតដែលខ្ញុំគិតថាវាល្អនឹងជួយឲ្យកុមារនៅក្នុង stage ខាងត្បូងរបស់យើងនឹងរីកចម្រើនហើយថ្នាក់កុមាររបស់យើងនឹងកាន់តែរីកចម្រើនបន្តទៅទៀតហើយកុមារគាត់រៀនបានអំពីមេរៀនច្រើនមែនតើខ្ញុំសង្ឃឹមថាតាមរយៈ clip វីដេអូខ្លីនេះនឹងជួយឲ្យបងប្អូនអាចយល់បន្ថែមទៀតបើសិនជាមានសំណួរបងប្អូនអាចសួរហើយពួកយើងនឹងចូលរួមទាំងអស់គ្នានៅក្នុងការឆ្លើយតបក៏ដូចជាយើងនឹងរៀនទាំងអស់គ្នាអំពីការបម្រើនៅក្នុងថ្នាក់កុមារដើម្បីឲ្យវាមានប្រសិទ្ធភាពកាន់តែប្រសើរឡើងអរគុណច្រើនបងប្អូនខ្ញុំសង្ឃឹមថាបងប្អូននឹងចូលរួមទាំងអស់គ្នាហើយបើសិនជាមានមតិ feedback សូមផ្ដល់មកកាន់មកខ្ញុំដែរអញ្ចឹងណាបងប្អូនអរគុណច្រើនជម្រាបលា